quỳ mà បើកទូទឹកកកមកគឺថាឃើញពងទាមុនគេបងប្អូនចានេះខ្ញុំយកពងទា2គ្រាប់ហើយយើងមើលកន្លែងដាក់បន្លែចាមានបន្លែមានអីសខ្លះចឹងទៅចាហើយថ្ងៃនេះខ្ញុំមានបន្លែដូចថាសល់អីចឹងមានប្រហែលមុខនេះឯងបងប្អូនមានទ្រាប់មាននងពោះមានតសក់មានពោតបារាំងអីចឹងហើយថ្ងៃនេះខ្ញុំទិញសាច់ជ្រូកគេ5000មកបងប្អូនហើយពងទា2គ្រាប់ក៏នឹកឃើញថាចង់ច្រាំប្រហុកពងទាណាបងប្អូនចាយើងដាក់សាច់ជ្រូកអីចឹងទៅនិយាយថាអូថ្ងៃនេះគឺថាធាត់ទៀតហើយបងប្អូនចាថ្ងៃមុនដែលថាម្ដាយបងនាងខ្ញុំគាត់ផ្ញើប្រហុកមកចាគឺប្រហុកសាច់ប្រហុកត្រីរស់នោះបងប្អូនចាគឺថ្ងៃនេះកៅឆាយហើយគឺចង់ញ៉ាំប្រហុកច្រាំសាច់ជ្រូកអីចុះចាយើងចិត្តបន្លែចិត្តអីយើងត្រាំទឹកត្រាំអីចោលសិនទៅបងប្អូនដើម្បីឲ្យវាជ្រះដីជ្រះអីចឹងទៅចាយើងយកមកញ៉ាំឆៅហើយនេះគ្រឿងផ្សំពិសេសជាងគេគឺប្រហុកនេះឯងបងប្អូននិយាយពីថាអូឈ្ងុយណាស់បងប្អូនប្រហុកម៉ែរបស់ខ្ញុំគាត់ធ្វើផ្ទាល់ដៃចាហើយចំណែកសាច់ជ្រូកវិញគឺខ្ញុំលាយខ្លាញ់ចេះឯងបងប្អូនខ្ញុំយកសាច់ដែលមានជាប់ខ្លាញ់អីខ្លះទៅយើងច្រាំដាក់ជាមួយប្រហុកអីទៅបានវាឆ្ងាញ់មកកម្រិតទៀតអីចុះណាបងប្អូនចានិយាយពីថាចង់ឆ្ងាញ់គឺច្រាំចេះឯងបងប្អូនចាយើងដាក់ប្រហុកសាច់យើងមកល្មមមិនកុំដាក់ច្រើនពេកកាលណាដាក់ច្រើនពេកទៅគឺវាឆាប់អស់ណាបងប្អូនប្រហុកយើងមានកំណត់ប្រហុកសាច់មានកំណត់អញ្ចឹងគឺថាយើងញ៉ាំមកល្មមបានហើយការនិយាយពីថាអូយនិយាយពីក្លិនប្រហុកនេះឈ្ងុយមែនតើបងប្អូនចានាងខ្ញុំបញ្ចូលសលេងនឹកឃើញចង់ហូបបាយម្ដងទៀតហើយបងប្អូនចាហើយនាងខ្ញុំច្រាំសាច់ជ្រូកប្រហុកហើយយើងដំខ្ទឹមក្រហមខ្ទឹមសយើងច្រាំចូលគ្នាមកបងប្អូនចាហើយសាច់ជ្រូកយើងកុំច្រាំមកពេកហើយនាងខ្ញុំដាក់ស្ករត្នោតហើយប្រេងខ្យងប៊ីចេងអីយើងចូលជាមួយទៅបងប្អូនហើយយើងញុំវាទៅដើម្បីឲ្យវាចូលសព្វសាច់ល្អអីចឹងបងប្អូនហើយយើងដួសដាក់ចានមកនាងខ្ញុំគោះពងទា2គ្រាប់អីចឹងចាយើងវាយវាឲ្យចូលសព្វជាមួយគ្នាមកហើយអាស្បែកជ្រូកដែលខ្ញុំភ្លើយសាច់មិញហ្នឹងគឺយើងយកដាក់ពីលើអញ្ចឹងឯងហើយដាក់ម្ទេស4 10 20 30គ្រាប់អីអញ្ចឹងទៅចាហើយយើងដាក់ចំហុយទៅបងប្អូនមុខម្ហូបនេះគឺថាអត់តលន់ទេបងប្អូនណាគេសែនចិនដូចថាញ៉ាំសាច់ញ៉ាំអីតលន់មកផ្ទះនាងខ្ញុំមកខ្ញុំឲ្យប្រហុកខ្លះដើម្បីយកទៅហូបអីយកបងប្អូនចាំប្រហុកយើងចំហុយចោលទៅយើងមកស្រង់បន្លែស្រង់អីយើងលាងឲ្យស្អាតទៅបងប្អូនហើយយើងចិតបន្លែចិតអីយើងរៀបដាក់កញ្ច្រែងដាក់អីអញ្ចឹងទៅដើម្បីចាំប្រហុកឆ្អិនចានេះប្រហុករបស់ខ្ញុំក៏ឆ្អិនរួចរាល់ដែរបងប្អូនចាមកពិសាបាយជាមួយនាងខ្ញុំទាំងអស់គ្នាណាបងប្អូនមកពុកម៉ែបងប្អូនមកពិសាបាយមួយខ្ញុំថ្ងៃនេះបានប្រហុកច្រាំសាច់ជ្រូកពងទាមកញ៉ាំបងប្អូនមកអូស្បែកបកគោញ៉ាំអើយនិយាយពីថាមាត់នាងខ្ញុំបងប្អូនណានិយាយពីញាប់ណាហូយអរគុណអ្នកម្ដាយដែលបានផ្ញើប្រហុកសាច់ឲ្យកូនចានិយាយពីថាឆ្ងាញ់មែនតើបងប្អូនចានិយាយថាមួយម៉ាត់ហើយមួយម៉ាត់ទៀតនិយាយពីថាបាយអស់អត់ដឹងខ្លួនទេណាបងប្អូនបើបានប្រហុកច្រាំផ្អកច្រាំអីនិយាយពីថាអូនាងខ្ញុំសប្បាយចិត្តណាស់បងប្អូនបើថាឲ្យញ៉ាំសាច់ញ៉ាំអីដូចជាមិនសូវប្រហែលទេតែបើបានប្រហុកចេះនិយាយពីថាបាយអស់មួយចានពីរចានអត់ដឹងខ្លួនទេណាបងប្អូនចាអញ្ជើញស្ដាប់សលេងនាងខ្ញុំហូបបន្តទៀតទៅណាបងប្អូនពួកប្រាំងនំពុះlại hỏi con con